ជំរាបសួរប្រិយមិត្តទាំងអស់គ្នានេះគឺជាអត្ថបទរបស់កាសែតបាងកកប៉ុស្តិ៍របស់ថៃចុះផ្សាយនៅថ្ងៃទី2ខែមេសាឆ្នាំ2026នេះបើតាមសេចក្តីរាយការណ៍របស់កាសែតបាងកកប៉ុស្តិ៍ឲ្យដឹងថានាយករដ្ឋមន្ត្រីថៃលោកអនុทิនឆាន់វីរគុលបាននិយាយថាការលុបចោលអនុសារណៈយោគយល់គ្នាលេខ44ឬ2001ដែលសំដៅទៅលើការកំណត់ព្រំដែនទឹកនោះហើយនឹងមានចែងនៅក្នុងសេចក្តីថ្លែងការណ៍គោលនយោបាយរបស់លោកទៅកាន់សភាហើយកិច្ចព្រមព្រៀងព្រំដែនគោកដែលថាកិច្ចព្រមព្រៀង MOU 2000ឥឡូវនេះកំពុងតែស្ថិតក្រោមការពិនិត្យពិច័យមើលលោកនាយករដ្ឋមន្ត្រីអនុทิនឆាន់វីរគុលបានមានប្រសាសន៍ដូចនេះនៅថ្ងៃពុធថាការលុបចោលអនុសារណៈយោគយល់គ្នាឆ្នាំ2001ស្ដីពីការទាមទារដែនសមុទ្រត្រួតស៊ីគ្នាជាមួយនឹងកម្ពុជាដែលត្រូវបានគេស្គាល់ជាទូទៅថាអនុសារណៈយោគយល់លេខ44នឹងត្រូវបញ្ចូលទៅក្នុងសេចក្តីថ្លែងការណ៍គោលនយោបាយរបស់រដ្ឋាភិបាលថៃទៅកាន់សភានៅសប្តាហ៍ក្រោយលោកអនុทิនបានមានប្រសាសន៍ថាសេចក្តីថ្លែងការណ៍គោលនយោបាយនេះរៀបចំជិតរួចរាល់ហើយរំពឹងថានឹងដាក់ជូននៅសប្តាហ៍ក្រោយនេះដោយរយៈពេលនៃការពិភាក្សាជជែកគ្នានឹងត្រូវបានព្រមព្រៀងគ្នាដោយសមាជិកគណៈបកលោកបានមានប្រសាសន៍បន្ថែមថាការលុបចោលអនុសារណៈយោគយល់គ្នាលេខ44នឹងត្រូវបានលើកឡើងយ៉ាងច្បាស់នៅក្នុងសេចក្តីថ្លែងការណ៍ខណៈដែលអនុសារណៈយោគយល់គ្នាលេខ43គឺកិច្ចព្រមព្រៀងស្តីពីព្រំដែនគោកជាមួយនឹងកម្ពុជាដែលបានចុះហត្ថលេខាក្នុងឆ្នាំ2000នៅតែស្ថិតក្រោមការពិចារណានៅឡើយបាទនេះគឺជាសេចក្តីរាយការណ៍របស់កាសែតបាងកកប៉ុស្តិ៍ព័ត៌មានទី2នេះគឺជាព័ត៌មានដែលក៏ក្រាកពិភពលោកផងដែរដែលប្រិមិត្តនៅកម្ពុជាបានដឹងស្ទើរតែគ្រប់គ្នាទៅហើយគឺកម្ពុជាបានចាប់មេខ្លោងឆោបោកតាមអនឡាញជនជាតិចិនហើយធ្វើបច្ចុប្បន្នទៅប្រទេសចិនវិញគឺការចាប់នេះដែលមានកិច្ចសហប្រតិបត្តិការជាមួយនឹងអាជ្ញាធរចិនផងដែរដែលធ្វើការជាមួយគ្នាអស់រយៈពេលជាច្រើនខែមកហើយគាត់លោកនេះគឺជាអតីតប្រធានក្រុមហ៊ុន Huiwon បាទដែលជាក្រុមហ៊ុនដែលសហរដ្ឋអាមេរិកបានចោទថាមានពាក់ព័ន្ធជាមួយនឹងការធ្វើប្រតិបត្តិការលាងលុយដែលបានមកពីការឆោបោកប្រិមិត្តបានដឹងហើយនៅក្នុងប្រទេសកម្ពុជាប៉ុន្តែខ្ញុំចង់ឲ្យប្រិមិត្តដឹងបន្ថែមទៀតថាតើនៅសារព័ត៌មាននៅអន្តរជាតិគេរាយការណ៍យ៉ាងម៉េចឲ្យបានដឹងបន្ថែមណាបាទខ្ញុំនិយាយម្ដងហើយម្ដងទៀតក៏នៅអ្នកខ្លះថ្មីឬក៏អ្នកនិយាយមិនដឹងថាខ្ញុំបកប្រែទូទេណាមិនមែនជាការអធិប្បាយរបស់ខ្ញុំទេពីព័ត៌មានសារព័ត៌មានគាត់សរសេរមានអ្នកខ្លះគាត់ឃើញខ្ញុំយក South China Morning Post មកចែករំលែកគាត់ថានិយាយអីក៏ស្រាលម្លេះខ្ញុំនិយាយអីក៏ស្រាលម៉េះខ្ញុំថាខ្ញុំមិនអ្នកនិយាយទេគឺសារព័ត៌មានគេសរសេរអញ្ចឹងខ្ញុំបកប្រែជូនទេបើគេសរសេរស្រាលគឺវាស្រាលតាមហ្នឹងទេមិនមែនខ្ញុំទេណាបាទអញ្ចឹងនេះគឺជាក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AFP បានរាយការណ៍ថាអតីតប្រធានក្រុមហ៊ុនសេវាកម្មហិរញ្ញវត្ថុ Huiwon Group គឺលោក Lee Xiong ត្រូវបានធ្វើបច្ចុប្បន្នពីប្រទេសកម្ពុជាទៅប្រទេសចិននៅថ្ងៃពុធទី1ខែមេសានេះហើយបាទគឺថ្ងៃពុធហ្នឹងនេះបើតាមការឲ្យដឹងរបស់ទីក្រុងប៉េកាលោកលីឈងអាយុ41ឆ្នាំមិនលហកណាដែលកើតនៅប្រទេសចិនត្រូវបានសហរដ្ឋអាមេរិកចោទប្រកាន់ពីបទលាងលុយខុសច្បាប់សម្រាប់អ ுக ្រិតជនតាមអ៊ីនធឺណិតដែលមានមូលដ្ឋាននៅកូរ៉េខាងជើងនិងនៅអាស៊ីអាគ្នេយ៍ហើយប្រទេសចិនក៏ត្រូវការចាប់ខ្លួនលោកផងដែរក្រុមហ៊ុន Huiwon Group ដែលមានមូលដ្ឋាននៅរាជធានីភ្នំពេញបានបម្រើការជាចំណុចសំខាន់មួយសម្រាប់លាងប្រាក់ចំណូលពីការលួចតាមអ៊ីនធឺណិតដែលអនុវត្តដោយរដ្ឋាភិបាលកូរ៉េខាងជើងនិងសម្រាប់ក្រុមអក្រិតជនឆ្លងដែននៅអាស៊ីអាគ្នេយ៍ដែលប្រព្រឹត្តការឆោបោកលើការវិនិយោគលើរូបិយប័ណ្ណ Digital នេះបើតាមការឲ្យដឹងរបស់ក្រសួងហិរញ្ញវត្ថុរបស់សហរដ្ឋអាមេរិកកាលពីឆ្នាំមុនបាទនេះគឺក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិកទេណាឲ្យដឹងហើយ AFP គាត់យកមករាយការណ៍ហើយខ្ញុំបកប្រែជូនប្រិយមិត្តទូរទស្សន៍រដ្ឋ CCTV របស់ចិនបានបង្ហាញអតីតប្រធានក្រុមហ៊ុន Huiwon Group លោក Lee Xiong ថាមានកោសក់ហើយនឹងដៃជាប់ខ្នោះត្រូវបានប៉ូលីសចិនអមដំណើរចុះពីយន្តហោះ China Southern Airlines បណ្ដាញអនុវត្តច្បាប់អក្រិតកម្មហិរញ្ញវត្ថុហៅថា FinCEN របស់ក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិកបាននិយាយថាក្រុមហ៊ុននេះដែលជាក្រុមហ៊ុនដែលជាម្ចាស់ក្រុមហ៊ុនជាច្រើនបានផ្ដល់សេវាពាណិជ្ជកម្មអេឡិចត្រូនិកការទូទាត់និងប្តូរប្រាក់គ្រីបតូបានទទួលប្រាក់ចំណូលខុសច្បាប់យ៉ាងហោចណាស់ចំនួន$4000 លានរវាងខែសីហាឆ្នាំ2021និងខែមករាឆ្នាំ2025នេះបើតាមសេចក្តីរាយការណ៍របស់ AFP នោះរួមបញ្ចូលទាំងប្រាក់ចំណូលពីការឆោប
បោកមូលនិធិលួចនិងជន់ល្មើសតាមអ៊ីនធឺណិតខុសច្បាប់ទីភ្នាក់ងារសារព័ត៌មានរដ្ឋចិនគឺ Xinhua បានរាយការណ៍ថាលោកលីគឺជាចំណុចកណ្ដាលនៃក្រុមលបែងស៊ីសងនិងខ្លែងបន្លំឆ្លងដែនដ៏សំខាន់មួយដោយ Xinhua ដកសងសម្ដីនេះគឺរបស់មន្ត្រីក្រសួងសន្តិសុខសាធារណៈរបស់ចិនអញ្ចឹងគឺខាងក្រសួងរបស់ចិនបាននិយាយនេះទេណាបាទក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាការស៊ើបអង្កេតបានរកឃើញថាលោកលីឆងអតីតប្រធានក្រុមហ៊ុន Huawei Group ដែលនៅក្រោមក្រុមហ៊ុន Prince Group ត្រូវបានសង្ស័យពីបទឧក្រិដ្ឋជាច្រើនរដ្ឋាភិបាលកម្ពុជាបានធ្វើបច្ចុប្បន្នលោកចិនស៊ីស្ថាបនិកក្រុមហ៊ុន Prince Group ដែលកើតនៅប្រទេសចិនកាលពីខែមករាបន្ទាប់ពីក្រុមហ៊ុនកម្ពុជាបានរបស់គាត់ត្រូវបានដាក់ទណ្ឌកម្មដោយរដ្ឋាភិបាលសហរដ្ឋអាមេរិកនិងចក្រភពអង់គ្លេសកាលពីប្រមាណខែមុនពីបទពាក់ព័ន្ធនឹងការឆបោកតាមអ៊ីនធឺណិតកាលពីថ្ងៃពុធទីក្រុងប៉េកាំងបានហៅលោកលីនៃក្រុមហ៊ុន Huawei ថាជាសមាជិកស្នូលនៃក្រុមអក្រិតជនរបស់លោកចិនស៊ីក្រសួងមហាផ្ទៃកម្ពុជាបានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយថាលោកលីត្រូវបានចាប់ខ្លួននៅកម្ពុជានិងត្រូវបាននិរទេសខ្លួនតាមសំណើរបស់អាជ្ញាធរចិនបន្ទាប់ពីការស៊ើបអង្កេតរួមគ្នាអស់រយៈពេលជាច្រើនខែប្រទេសកម្ពុជាបានលេចចេញជាចំណុចក្តៅសម្រាប់ប្រតិបត្តិការឆបោកតាមអ៊ីនធឺណិតក្នុងរយៈពេលប្រមាណឆ្នាំថ្មីនេះក្រុមឧក្រិដ្ឋកម្មឆ្លងដែនដំបូងឡើយភាគច្រើនផ្ដោតលើអ្នកនិយាយភាសាចិនមុនពេលពង្រីកវិសាលភាពរបស់ពួកគេនិងលួចប្រាក់រាប់សិបលានដុល្លារជារៀងរាល់ឆ្នាំពីជនរងគ្រោះនៅជុំវិញពិភពលោកបាទខ្ញុំសូមបើកវងកញ្ចក់បន្តិចណានេះគឺជាអត្ថបទប៉ុន្តែខ្ញុំសូមបើកវងកញ្ចក់បន្តិចមានក្មួយខ្លះសួរមកខ្ញុំថាពូអញ្ចឹងលុយដែលក្រុមហ៊ុននឹងបោកប្រាស់ទៅយើងអាចសុំពីអាមេរិកដែលគេបកកនឹងយកមកចាយសម្រាប់កម្ពុជាវិញបានទេគាត់សួរលើកមែនលេងប៉ុន្តែអ្នកនេះសួរហ្នឹងគឺដូចកំ pl ទេអត់ទេក្មួយគឺបាទលុយនេះគឺគេទៅបង្វែរទៅឲ្យជនរងគ្រោះបើនៅអាមេរិកឲ្យទៅអាមេរិកវិញអញ្ចឹងបាទគឺលុយហ្នឹងគឺមិនមែនជាជនរងគ្រោះកម្ពុជាយើងផាមានតែតិចតួចទេដូច្នេះយើងទៅយកលុយរបស់គ្នាអ្នករងគ្រោះហ្នឹងមកហ្នឹងគឺអ្នកដែលសុំយកមកហ្នឹងគឺខ្លាយទៅជាអ្នកល្មើសវិញហើយណាកុំល្មើសនឹងចាំបានលុយគេអីបាទនេះបិទមកវិញមកមានក្មួយខ្លះគាត់ធ្វើរឿងនេះខ្ញុំដាក់គាត់ comment មកសួរនៅខាងមិនសិញមកសួរបាទសូមបន្តទៅអត្ថបទរបស់ AFP បន្តទៀតក្រុមអក្រិតជនដែលមានការរៀបចំបានប្រើប្រាស់កាស៊ីណូសន្តាគារនិងបរិវេណដែលមានបន្ទាយព័ទ្ធយ៉ាងរឹងមាំនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ជាមូលដ្ឋានដើម្បីប្រព្រឹត្តការបោកប្រាស់តាមអ៊ីនធឺណិតបាទដោយមានប្រតិបត្តិការយ៉ាងស្មុគស្មាញយ៉ាងទំនើបរបស់ពួកគេដែលមានការបោកប្រាស់តាមរយៈគម្រោងវិនិយោគរូបិយប័ណ្ណគ្រីបតូនិងទំនាក់ទំនងស្នេហាคล้ายៗនេះបើយោងតាមការិយាល័យអង្គការសហប្រជាជាតិស្តីពីគ្រឿងញៀននិងឧក្រិដ្ឋកម្មបណ្ដាញអនុវត្តច្បាប់ឧក្រិដ្ឋកម្មហិរញ្ញវត្ថុ FinCEN របស់សហរដ្ឋអាមេរិកបានកំណត់ក្រុមហ៊ុន Huawei Group ជាកង្វល់ចម្បងនៃការលាងលុយកខ្វក់នៅក្នុងខែឧសភាដោយក្រោយមកបានហាមឃាត់ស្ថាប័នហិរញ្ញវត្ថុអាមេរិកមិនឲ្យរក្សាគណនីរបស់ធនាគារនោះនៅក្នុងដំណើរការប្រតិបត្តិការពាក់ព័ន្ធនឹងក្រុមហ៊ុននេះទេបណ្ដាញអនុវត្តច្បាប់ឧក្រិដ្ឋកម្មហិរញ្ញវត្ថុ FinCEN បាននិយាយថាឧក្រិដ្ឋជនដែលមានទំនាក់ទំនងជាមួយនឹងរដ្ឋាភិបាលកូរ៉េខាងជើងបានប្រើប្រាស់យ៉ាងទូលំទូលាយនៅក្រុមហ៊ុន Huawei ដើម្បីលាងលុយកខ្វក់រូបិយប័ណ្ណគ្រីបតូដែលត្រូវបានលួចសម្រាប់ផលប្រយោជន៍នៃកម្មវិធីមីស៊ីលផ្លោងរបស់ទីក្រុងព្យុងយ៉ាងដែលជាការរំលោភលើទណ្ឌកម្មរបស់សហរដ្ឋអាមេរិកនិងអន្តរជាតិសេវាកម្មរូបិយប័ណ្ណគ្រីបតូនិងទីផ្សារអនឡាញរបស់ Huawei បានធ្វើឲ្យក្រុមនេះក្លាយជាមជ្ឈមណ្ឌលតែមួយសម្រាប់ឧក្រិដ្ឋជនក្នុងការលាងលុយកខ្វក់បានមកពីរូបិយប័ណ្ណគ្រីបតូដែលបានតាមរយៈសកម្មភាពខុសច្បាប់និងបដូរវាទៅជាប្រាក់ស្របច្បាប់នេះបើយោងតាមការចុះផ្សាយរបស់ AFP បានទូរស័ព្ទទៅលេខជាច្រើនរបស់ក្រុមហ៊ុន Huawei ដែលមាននៅលើបញ្ជីអាជីវកម្មផ្លូវការរបស់ក្រុមហ៊ុនប៉ុន្តែគ្មានអ្នកឆ្លើយតបទេកាលពីថ្ងៃពុធអញ្ចឹង AFP គាត់ព្យាយាមតាក់ទងណាលោកចិននិងលោកលីទាំងពីរនាក់ត្រូវបានផ្ដល់សញ្ជាតិកម្ពុជាដែលក្រោយមកត្រូវបានដកចេញវិញលោកចិនធ្លាប់បានបម្រើការជាទីប្រឹក្សារបស់លោកនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតនិងឪពុករបស់លោកគឺអតីតមេដឹកនាំគឺលោកហ៊ុនសែនលោកហ៊ុនម៉ាណែតបានប្រាប់ AFP កាលពីខែកុម្ភៈថារដ្ឋាភិបាលមិនបានដឹងថាលោកជាមេខ្លោងហើយបានបដិសេធការចោទប្រកាន់ពីបទគប់គិតជាមួយនឹងរដ្ឋាភិបាលដោយលោកបានថ្លែងថាអាជ្ញាធរកម្ពុជាបានសន្យាថានឹងបិទមជ្ឈមណ្ឌលឆបោកតាមអ៊ីនធឺណិតទាំងអស់នៅចុងខែមេសាដោយលោកហ៊ុនម៉ាណែតបានថ្លែងថាពួកគេកំពុងធ្វើឲ្យប្រទេសជាតិមានកេរ្តិ៍ឈ្មោះអាក្រក់ការជំរុញការអនុវត្តច្បាប់ដែលអ្នកវិភាគបានរិះគន់ថាជាការបិទបាំងក៏បានឃើញមនុស្សរាប់ពាន់នាក់រត់គេចចេញពីទីតាំងឆបោកដែលសង្ស័យក្នុងរយៈពេលប្រមាណខែថ្មីនេះអ្នកនាំពាក្យក្រសួងការបរទេសចិនបាននិយាយកាលពីថ្ងៃពុធថាការប្រយុទ្ធប្រឆាំងនឹងការក្លែងបន្លំល្បែងស៊ីសងតាមអ៊ីនធឺណិតនិងទូរគមនាគមន៍គឺជាការទទួលខុសត្រូវរួមគ្នារបស់សហគមន៍ពិភពលោកទីក្រុង Washington
បានចោទប្រកាន់កាលពីឆ្នាំមុនថាក្រុមហ៊ុន Prince Group ដែលជាក្រុមហ៊ុនធំជាងគេមួយរបស់កម្ពុជាបានបម្រើការជាអ្នកនាំមុខសម្រាប់អង្គការឧក្រិដ្ឋកម្មឆ្លងដែនធំជាងគេមួយរបស់អាស៊ីក្រុមហ៊ុន Prince Group បានបដិសេធការចោទប្រកាន់ទាំងនេះបាទនេះគឺជាសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានបារាំង AFP ណាឃើញទេបារាំងបើសិនជាប្រិមិត្តស្ដាប់តែនៅក្នុងប្រទេសកម្ពុជាយើងបានដឹងតែពីប្រភពនៅកម្ពុជាទេដល់ពេលយើងស្ដាប់ព័ត៌មានបរទេសបារាំង AFP ចឹងគាត់បានប្រភពពីខាងចិននិយាយមកវិញឃើញមិញគាត់ទាំងបានពីប្រភពក្រសួងការបរទេសចិនក៏ថ្លែងហើយនឹងប្រភពក្រសួងសន្តិសុខជាតិរបស់ខាងចិនក៏បានថ្លែងចឹងដូច្នេះបូកបន្ថែមជាមួយនឹងខាងមន្ត្រីរបស់កម្ពុជាក៏បានថ្លែងចឹងបានថាព័ត៌មានអន្តរជាតិនោះវាក្តៅទាំងអស់អញ្ចឹងថាបាទអញ្ចឹងបាទខ្ញុំយកមកជម្រាបជូនប្រិមិត្តទាំងអស់គ្នាបន្ថែមបើទោះបីជាប្រិមិត្តបានដឹងពីក្នុងប្រទេសកម្ពុជាហើយក៏ដោយណាបាទ